ស្នេហ៍ចៃដនតូចតនស្រងស្រីអង្គរបរិយភ្នំដាឌួងចិត្តជាប់ដល់ខាងខេត្តតាកែវគឺស្ថិតនៅក្នុងភូមិសឹងសង្កាត់តាកាក្នុងក្រុងដូនកែវខេត្តតាកែវបើគិតទៅមានចម្ងាយប្រហែលជា74គីឡូម៉ែត្រពីរាជធានីភ្នំពេញនិងមានចម្ងាយ4គីឡូម៉ែត្រពីទីរួមខេត្តតាកែវបានដាក់ព័ន្ធជាមួយនឹងកម្មវិធីរបស់មជ្ឈមណ្ឌលយុវជនខេត្តតាកែវគឺយើងមានកម្មវិធីដូចជាការបើកបង្រៀនថ្នាក់ភាសាអង់គ្លេសថ្នាក់ភាសាកូរ៉េថ្នាក់ភាសាចិនហើយមួយទៀតគឺដែលយើងដំណើរការដល់ល្អប្រសើរនោះគឺពាក់ព័ន្ធជាមួយនឹងថ្នាក់កុំព្យូទ័រដែលយើងដំណើរការជាប្រចាំថ្ងៃដែលយើងអនុវត្តពីម៉ោង2ទៅម៉ោង5រសៀលជាប្រចាំថ្ងៃហើយយើងក៏មានបើកវគ្គសម្រាប់វគ្គសៅរ៍អាទិត្យផងដែរសម្រាប់ថ្នាក់កុំព្យូទ័រមួយទៀតគឺមានដូចជាវគ្គថ្នាក់កម្រិតសមមូលគីបបាទដែលមានការចូលរួមពីបងប្អូនដែលបោះបង់ការសិក្សាតាំងពីថ្នាក់ទី7ដល់ទី9បាទដែលចូលរួមរៀនជាមួយនឹងកម្មវិធីពីបហើយក្នុងនោះផងដែរក៏មានវគ្គកាត់ដេរក៏យើងដំណើរការជាប្រចាំដែរដែលយើងអនុវត្តជាប្រចាំថ្ងៃចាប់ពីថ្ងៃច័ន្ទរហូតដល់ថ្ងៃសុក្រអ្វីដែលមជ្ឈមណ្ឌលយើងធ្វើបានច្រើនយ៉ាងហ្នឹងទៀតដូចជាយើងមានកន្លែងសម្រាប់ចិញ្ចឹមកែបដូចជាកន្លែងចិញ្ចឹមខ្យងចិញ្ចឹមត្រីហើយក្នុងនោះផងដែរក៏មានការចិញ្ចឹមជាសត្វដង្អានសត្វមាន់ទីនឹងផងដែរបាទចំណាប់អារម្មណ៍របស់អ្នកខ្ញុំក្នុងកម្មវិធីការស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំនឹងខ្ញុំឃើញថាកម្មវិធីពិតជាល្អដែលកម្មវិធីផ្ដល់ឱកាសដល់យុវជនក្នុងការជ្រើសរើសគម្រោងដើម្បីអនុវត្តដើម្បីដោះស្រាយនូវបញ្ហាដែលកើតមានឡើងផ្ទាល់នៅក្នុងសហគមន៍ដែលខ្លួនកំពុងរស់នៅព្រមទាំងផ្ដល់នូវវគ្គបណ្ដុះបណ្ដាលទាក់ទងនឹងការអនុវត្តគម្រោងការដោះស្រាយបញ្ហានិងផ្ដល់នូវចំណេះដឹងនិងជំនាញថ្មីៗជាច្រើនដល់យុវជនចំពោះបទពិសោធន៍របស់អ្នកខ្ញុំផ្ទាល់ក្នុងការអនុវត្តគម្រោងនៅក្នុងកម្មវិធីការស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំនេះខ្ញុំបានសិក្សារៀនសូត្រអំពីការដោះស្រាយបញ្ហាការធ្វើការងារជាក្រុមនិងភាពជាអ្នកដឹកនាំមានទំនួលខុសត្រូវព្រមទាំងយល់ដឹងពីតម្លៃនៃការងារស្ម័គ្រចិត្តចំពោះចំណាប់អារម្មណ៍របស់ខ្ញុំក្នុងការមកសិក្សានៅមជ្ឈមណ្ឌលយុវជនខេត្តតាកែវនេះគឺនៅទីនេះមានកម្មវិធីសិក្សាជាច្រើនដូចជាផ្នែកកសិកម្មកាត់ដេរនិងភាសាបរទេសរួមទាំងScience Computer ទៀតផងហើយនៅទីនេះចំពោះអ្នកគ្រូលោកគ្រូពួកគាត់មានការយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការបង្រៀននិងផ្ដោតទៅលើជំនាញវិជ្ជាជីវៈរបស់សិស្សនិងសមត្ថភាពផ្ទាល់ខ្លួនរបស់សិស្សចំពោះនៅទីនេះមានបរិស្ថានស្រស់ស្អាតមានទីធ្លាធំទូលាយសម្រាប់ការសិក្សានិងមានកម្មវិធីសិក្សាជាច្រើនទៀតផងចំពោះបទពិសោធន៍របស់ខ្ញុំគឺខ្ញុំបានសិក្សាភាសាបរទេសនិងភាសាកូរ៉េជាមួយនឹងជនជាតិកូរ៉េដោយផ្ទាល់តែម្ដងស្រុកដូនកែវបងកងល្បាញល្បីរួមស្នេហ៍ភក្តីទាំងដីខែមរារួមស្នេហ៍ភក្តីទាំងដីខែ